Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាគបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី146របស់យើងចាប់ផ្ដើមមកផ្សាយរឿងឈិនធានពេលនេះបានផ្លឹកចូលទៅក្នុងអំណាចដៅបុរាណព្រះនាងយីងយីក៏បានសួរថាលោកម្ចាស់តើមានរឿងអ្វីកើតឡើងដោយស៊ឺវិនគេមិនទាន់ស្លាប់នៅឡើយនោះទេបានបង្ហាញខ្លួនឡើងមកឯងបានបំផ្លាញរាងកាយរបស់ខ្ញុំប្រសិនបើខ្ញុំមិនបានទុកឈាមពី3ដំណក់នោះទេប្រហែលជាពេលនេះខ្ញុំបានត្រូវឯងសម្លាប់បាត់ទៅហើយបន្តដល់ចូលទៅខាងមុខហើយបាននិយាយខ្ញុំមិនដឹងថាពេលនេះឯងកំពុងតែទទួលបានអ្វីនោះទេដែលធ្វើឲ្យព្រះនាងយីងយីគាត់ក៏បានបែរមករៀងកំប៉ះពាល់លោកម្ចាស់របស់ខ្ញុំប៉ុន្តែត្រូវបានស៊ឺវិនប្រើប្រាស់ធម្មពលក្រវែងចេញខ្ទាតប៉ើងព្រះនាងយីងយីខ្ញុំនឹងសម្លាប់វាឲ្យបន្ទាប់មកស្រូបយកនៅឈាមរបស់នាងប្រើប្រាស់នៅអំណាចធម្មពលរបស់គាត់លេចចេញនៅអាវុធដ៏ធំសម្បើមវាប្រហារចូលទៅរកឈិនធានហ៊ីមនឹងដល់ទៅឲ្យស្របពេលនោះចំហាយនៃធម្មពលដែលដ៏មុតស្រួយពណ៌សបានវាប្រហារបំបីចេញហើយយើងក៏បានឃើញវត្តមានរបស់យូឈីងបានបង្ហាញខ្លួនជាមួយនឹងបច្ចេកទេសកំដាប់ដៃដ៏ធំសម្បើមរបស់នាងដែលធ្វើឲ្យស៊ឺវិនក៏បានបញ្ចេញធម្មពលរបស់គាត់វាប្រហារចូលទៅទប់រងខ្ទុះទៀងខ្ទេចហើយយើងក៏បានឃើញកញ្ញាលូស៊ីបង្ហាញខ្លួននៅទីនោះផងដែរស៊ឺវិនក៏បានស្រែកឲ្យថាពួកសម្រាប់អាណាចក្រធានវូពិតជាគួរអារម្មណ៍ខ្លាំងណាស់បន្ទាប់មកគាត់ក៏បានបញ្ចេញនៅបច្ចេកទេសដែលព្រះច័ន្ទឈាមរបស់គាត់ឡើងមកចំណែកកញ្ញាទាំងពីរក៏មិនធម្មតានោះដែរគាត់ក៏បានបញ្ចេញនៅដែនអំណាចធម្មពលរបស់គាត់ឡើងមកដូចគ្នាជាមួយនឹងព្រលឹងវិញ្ញាណដ៏ធំសម្បើមទាំងពីរតែម្ដងខ្សែភារនៅអំណាចធម្មពលរួមគ្នាដើម្បីបង្កើតបានទៅជាខែការពារទប់រងពីអំណាចធម្មពលព្រះច័ន្ទឈាមរបស់ស៊ឺវិនចំណែកព្រះនាងយីងយីរងរបួសប៉ុណ្ណឹងហើយនាងនៅតែបន្តប្រើប្រាស់នៅអំណាចធម្មពលពិនរបស់នាងផ្ទាត់វាចេញជាចំហាយធម្មពលដ៏មុតស្រួយជាច្រើនវាប្រហារស៊ឺវិនខ្ទោះទៀងធ្វើគាត់ក៏បានខ្ទាតប៉ាមកខាងក្រោមវិញស្របពេលនោះយើងក៏បានឃើញបារ៉ូពាក្យរបាំងមុខម្នាក់ក៏បានបង្ហាញខ្លួនឡើងនិយាយថាតើវាគឺជាអំណាចធម្មពលអ្វីបានជាបង្កចលាចលខ្លាំងម្ល៉េះដោយស៊ឺវិនក៏បានគម្រាមថាកុំរញ៉េរញ៉ៃអីសោះដោយសារតែពួកវាគឺជាសត្វព្រៃរបស់ខ្ញុំដែលត្រូវប្រមាញ់ពេលនោះលូស៊ឺក៏បានបង្ហាញខ្លួនជាមួយនឹងគ្នារបស់គាត់ស៊ឺវិនចុះបើខ្ញុំចង់បានវាតើមានបញ្ហាអ្វីមែនទេពេលនោះគូសត្រូវរបស់គេក៏បានបង្ហាញខ្លួនដែលគឺជាឌូគូជូអ្នកណាខ្លាំងនឹងអាចយកវាបានហើយឯងក៏ត្រូវស៊ូខ្ញុំផងដែរថាខ្ញុំឲ្យឯងឬអត់បន្ទាប់ពីឃើញវត្តមានរបស់ជើងខ្លាំងទាំងពីរធ្វើឲ្យស៊ឺវិនក៏បានគិតលូស៊ឺឌូគូជូច្បាស់ជាមានបញ្ហាជាមិនខានពេលនោះព្រះនាងយីងយីនាងក៏បានហៅលូស៊ឺទីបំផុតអ្នកក៏បានមកដល់ហើយហក់ឡើងទៅធ្វើឲ្យលូស៊ឺក៏បានភ្ញាក់ផ្អើលជាធម្មតាព្រះនាងមិនដែលអើពើជាមួយនឹងខ្ញុំនោះទេប៉ុន្តែនៅក្នុងថ្ងៃនេះនាងបែរជាទន់ភ្លន់ទៅវិញតើវាអាចទៅរួចទេចាប់ផ្ដើមស្រមើស្រមៃភ្លាមតែម្ដងដែលនៅក្នុងវាស្មៅមួយកន្លែងព្រះនាងយីងយីក៏បានរត់ទៅអោបគាត់លូស៊ឺខ្ញុំទើបតែដឹងថានៅក្នុងការប្រកួតប្រជែងនេះលោកគឺជាមនុស្សតែម្នាក់គត់ដែលសមនឹងទទួលបានខ្ញុំជាក់ស្ដែងវិញពេលនេះលូស៊ឺគឺស៊ីអំបិលដោយព្រះនាងយីងយីបាននិយាយថាលូស៊ឺចូលមកការពារលោកម្ចាស់ជាមួយនឹងខ្ញុំថាយ៉ាងម៉េចលោកម្ចាស់ត្រូវឲ្យខ្ញុំបានចុះកិច្ចសន្យាជាមួយនឹងលោកម្ចាស់វូឈិនរួចរាល់ហើយចំណែកនេះវិញធ្លាប់សន្យាថានឹងបម្រើខ្ញុំជារៀងរហូតហើយពេលនេះវូឈិនក៏ជាលោកម្ចាស់របស់អ្នកផងដែរបន្ទាប់ពីស្ដាប់ឮបែបនោះលូស៊ឺឡើងចង់ដាច់ផ្កាតែម្ដងបន្ទាប់មកក៏បានស្រមើស្រមៃឃើញឈិនធានកំពុងតែអោបនៅព្រះនាងយីងយីលោកម្ចាស់មើលលូស៊ឺនោះដូចជាឆ្កែអញ្ចឹងហើយឈិនធានក៏បានចាប់ថាព្រះនាងយីងយីធ្វើឲ្យលូស៊ឺទទួលយកមិនបាននោះទេដោយអ្នកដែលបានស្ដាប់ឮក៏បានសុកស៊ីគ្នាថាតើរឿងនេះគឺជាការពិតមែនទេដែលថាព្រះនាងនៃរាជវង្សកុងយូបានទទួលស្គាល់មនុស្សនៃអាណាចក្រធានវូធ្វើជាម្ចាស់បន្ទាប់ពីស្ដាប់ឮបែបនោះស៊ឺវិនបានដៃតែម្ដងសាយបន្តិចលូស៊ឺព្រះនាងរបស់នាងមិនដែលធ្លាប់នឹកនាងនោះទេនាងទុកនាងគ្រាន់តែជារបស់លេងតែប៉ុណ្ណោះហើយនាងអាចទទួលយកការប្រមាថមួយនេះបានទេលូស៊ឺខឹងឡើងញ័រសាច់តែម្ដងបំរុងនឹងបើកការវាប្រហារទៅហើយប៉ុន្តែត្រូវបានព្រះនាងយីងយីខាត់លូស៊ឺអ្នកចង់បំពេញការបញ្ជារបស់ខ្ញុំមែនទេលូស៊ឺមិនព្រមស្ដាប់នោះទេបន្លាស់ទីមកខាងក្រោយខ្នងរបស់នាងវាកញ្ចឹងកធ្វើឲ្យនាងក៏បានសន្លប់បន្ទាប់មកបញ្ជូនទៅឲ្យអ្នកបម្រើរបស់គាត់មើលថែដកដដែលឡើងមកវូឈិនខ្ញុំនឹងកាត់ឯងជាបំណែកមិនចេញនៅកម្លាំងធម្មពលរបស់គាត់កាប់វាប្រហារជាចំហាយធម្មពលដៃចូលទៅវាប្រហារស្របពេលនោះយើងក៏បានឃើញចំហាយធម្មពលពណ៌ស្វាយបានលេចឡើងជាមួយនឹងក្រញាំដៃដ៏ធំសម្បើមចាប់កំទេចនៅចំហាយធម្មពលដៅមួយនោះបង្ហាញខ្លួនគឺជាព្រះអង្គម្ចាស់ណាឡាលីធានអ្នកមិនសមនឹងទទួលបានវានោះទេដៃឡៃស៊ីក៏បានបង្ហាញខ្លួនដូចគ្នាផងដែរព្រះអង្គម្ចាស់តែងតែនោមមុខខ្ញុំមួយជំហានជានិច្ចហើយគ្នារបស់ឈិនធានទាំងអស់ក៏បានបង្ហាញខ្លួនដូចគ្នាសូម្បីតែជើងខ្លាំងលេខ1កាងធានសៀវក៏បានមកដល់ដែរអ្នកគ្រប់គ្នាបានមកដល់ទីនេះមើលទៅដូចជាពួកយើងបានបញ្ចប់ការប្រកួតជាមុនបានហើយពេលនោះស៊ឺវិនក៏បានមកប្តឹងតែម្ដងលបងកាងធានសៀវនៅទីបំផុតលបងបានមកដល់ហើយខ្ញុំនឹងប្រកុលសត្វព្រៃរបស់ខ្ញុំឲ្យទៅបងប្រមាញ់ឌូគូជូក៏បានលើកឡើងមុនពេលដែលយើងចាត់ការទៅលើវូឈិនតើអ្នកទាំងអស់គ្នាមិនគិតថាមនុស្សនៃអាណាចក្រធានវូពិតជាគួររំខានពេកទេឬពេលនេះគ្នារបស់ពួកគេមានជាច្រើនប៉ុន្តែពួកគេស្ថិតនៅក្នុងកម្រិតទាបបំផុតហើយអ្វីពួកយើងទាំងអស់គ្នាមានកំចាត់ពួកគេចោលជាមុនសិនដើម្បីទាញយកពិន្ទុសម្រាប់ពួកយើងបន្ថែមទៀតក្រឡេកមកទិដ្ឋភាពកាលពី 10000 ឆ្នាំមុនយើងក៏បានឃើញត្រកូល3សាយបេះដូងជាច្រើនដែលមុខមើលដូចគ្នាតែម្ដងកំពុងតែបន្លាស់ទីហោះនៅលើអាកាសយ៉ាងប្រញាប់ប្រញាល់ដើម្បីទៅបំផ្លាញឋានស៊ូដោយសកម្មភាពទាំងអស់នោះត្រូវបានមើលឃើញដោយឈិនធានផងដែរ3សាយបេះដូងក៏បានចាប់អារម្មណ៍ថាតើអ្នកណាបានឈរនៅចំពោះមុខយើងដែលគាត់គឺជាអធិរាជឈុតសព្រះជាម្ចាស់អ្នកពិតជាមានការអត់ធ្មត់ណាស់ដែលពេលនោះផ្ទៃមេឃក៏ចាប់ផ្ដើមប្រែប្រួលឡើងអ៊ូអាប់លេចចេញជាចំហាយធម្មពលរន្ទះត្រកូល3សាយបេះដូងក៏បាននិយាយថាតើអ្នកចង់លេងល្បីជាមួយនឹងយើងមែនទេអ្នកទាំងអស់គ្នាសម្រុកចូលចាត់ការគេភ្លាមទៅអធិរាជឈុតសគាត់ក៏បានបញ្ចេញដៃរបស់គាត់ឡើងមកលើកឡើងទៅខាងលើជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងក្លាកាប់ចេញជាចំហាយធម្មពលដើម្បីទប់រងជាមួយនឹងចំហាយធម្មពលកំពុងតែបាញ់ចុះមកសាយភេឡើងពេញនឹងធ្វើឲ្យត្រកូល3សាយបេះដូងជាច្រើនត្រូវបានខ្ទេចចំណែកដៃរបស់គាត់ក៏ត្រូវបានបែកជាបំណែកហើយអំណាចធម្មពលដៃរបស់គាត់ក៏បានពោះហើយនៅជន្លូភ្នំផ្កាយធ្លាក់ធ្វើឲ្យឈិនធានក៏បានដឹងថាទាំងអស់នេះហើយគឺជាមូលហេតុដែលបង្កើតឲ្យមានរណ្ដៅនៅក្នុងជន្លូភ្នំផ្កាយធ្លាក់ហើយនឹងបំណែកដៅហើយខ្ញុំនឹងទទួលយកអំណាចធម្មពលវិញ្ញាណដៅមួយនេះក្រឡេកមកស៊ឺវិនបានសប្បាយចិត្តយ៉ាងខ្លាំងបន្លាស់ទីចូលមកបើការវាប្រហារជាមួយនឹងអាវុធដ៏មុតស្រួយរបស់គាត់គោលបំណងចង់ផ្ដាច់ជីវិតរបស់ឈិនធានបន្ទាប់ពីឃើញបែបនោះលូស៊ីនាងក៏មានការព្រួយបារម្ភផងដែរខណៈពេលនេះបំណែកដៅបុរាណក៏បានជ្រាបចូលទៅក្នុងថ្ងាសរបស់ឈិនធានបើភ្នែកឡើងយកដៃគ្រោះវាចេញជាមួយនឹងចំហាយធ
ធម្មពលដែលមុតស្រួយដូចជាផ្លែដាវកំពេចនៃចំហាយធម្មពលអាវុធដែលកំពុងតែវាប្រហារចូលមកសូម្បីតែរាងកាយរបស់ស៊ឺវិនក៏ត្រូវបានខ្វាយហើយកំទេចចេញធ្វើឲ្យឈិនធានខ្លួនឯងផ្ទាល់សឹងតែមិនជឿអំណាចធម្មពលដាវបុរាណមួយនេះពិតជាខ្លាំងក្លាណាស់ខ្ញុំទៅតែបេះភ្នែកមួយសន្ទុះតែប៉ុណ្ណោះហេតុអ្វីបានជាអ្នករកគ្នាមកទីនេះកកច្រំលេះបរមនេះក៏បានលល់មកថាស៊ឺវិនដែលជាអ្នកស្រូបឈាមត្រូវបានស្លាប់ដោយស្នេហ៍ដាវរបស់វូឈិនចំណែកបរមនេះទៀតក៏បានខឹងឯងហ៊ានសម្លាប់គ្នារបស់យើងផងមិនចេះអំណាចធម្មពលបាក់សៃរបស់គាត់បន្លាស់ទីចូលយ៉ាងលឿនវាប្រហារទៅលើឈិនធានមួយជើងកិច្ចផុតបន្តិចសងទៅវិញជាមួយនឹងចំហាយធម្មពលប៉ុន្តែបរមនេះនោះនៅតែអាចបន្លាស់ទីកិច្ចបានទីមួយដៃចូលមកឈិនធានក៏បានកិច្ចផុតបន្ទាប់មកបរមនេះនោះក៏បានខ្លួននៅរាងកាយរបស់គាត់ជាច្រើនដើម្បីហុំព័ទ្ធឈិនធានហើយអ្វីបានជារូបរាងរបស់គេសុទ្ធតែជាមនុស្សពិតអញ្ចឹងបរមនេះនោះក៏បានប្រាប់ឈិនធានឲ្យប្រកល់នៅមរតកដែលឯងទើបតែទទួលបានអំបញ្ញមិញឲ្យមកខ្ញុំប្រហែលជាខ្ញុំចេះល្អបំផ្លាញតែការដាំដុះធម្មពលវិញ្ញាណរបស់ឯងតែប៉ុណ្ណោះឈិនធានក៏បានបញ្ជាក់ដល់បិសាយរបស់គាត់ឡើងមកប្រសិនបើអ្នកចង់បានវាអាស្រ័យលើសមត្ថភាពរបស់អ្នកថាអាចទប់ទល់ជាមួយនឹងខ្ញុំបានដែរឬទេដែលធ្វើឲ្យគាត់ក៏បានខំបញ្ចេញនៅក្បួននៃការបង្កើតបច្ចេកទេសអណ្ដាតភ្លើងបិសាយឋានស៊ូបាញ់ចេញចូលទៅវាប្រហារពេលនោះផងដែរឈិនធានក៏បានបញ្ចេញនៅធម្មពលវិញ្ញាណអន្តរិយអសរកាប់ចេញជាចំហាយធម្មពលកំតិចនៅការបង្កើតទាំងអស់នោះធ្វើឲ្យបរមនេះនោះក៏បានខ្ទាត់ប៉ាបន្តិចប្រាប់ប្រានធម្មពលរបស់គាត់ដើម្បីទប់រំពីការវាប្រហាររបស់ឈិនធានម្ដងបន្ទាប់ពីឃើញចំហាយនៃធម្មពលរបស់គាត់ចាប់ផ្ដើមប្រេះធ្វើឲ្យគាត់ក៏បានលល់មាត់ថាវាមិនអាចទៅរួចនោះទេទោះបីជាព្យាយាមយ៉ាងណានៅតែមិនគ្រប់គ្រាន់ក៏ត្រូវបានបែកខ្ទេចដោយចំហាយនៃធម្មពលដែររបស់ឈិនធានហ៊ាននឹងផ្ដាច់ជីវិតគាត់ទៅហើយពេលនោះជើងខ្លាំងកាងធានសួរក៏បានបង្ហាញខ្លួនបញ្ចេញអំណាចធម្មពលនិករេរបស់គាត់បន្លឺឡើងនឹងសំឡេងទប់រំគ្នាបន្តិចវាក៏បានផ្ទុះបែកចំណែកបរមនេះនោះក៏បាននិយាយសុំទោសលបងកាងធានសៀវខ្ញុំបានធ្វើឲ្យលបងមានការអាម៉ាស់យ៉ាងខ្លាំងកាងធានសៀវក៏បាននិយាយទៅកាន់ឈិនធានកម្លាំងនៃវិញ្ញាណដែររបស់នេះពិតជាខ្លាំងក្លាណាស់តើអ្នកគឺជាវូឈិនមែនទេអ្នកពិតជាមានសមត្ថភាពដែលអាចធ្វើឲ្យខ្ញុំបញ្ចេញអំណាចធម្មពលបានទឹកមុខក្រៀបស្មើឈិនធានក៏បានតបទៅវិញខ្ញុំក៏ចង់ឃើញកម្លាំងធម្មពលដ៏ខ្លាំងក្លារបស់អ្នកខ្លាំងលេខ1ផងដែរខណៈពេលនោះព្រះអង្គម្ចាស់ណាឡានលីធានក៏បានបង្ហាញខ្លួនក៏មកដណ្ដើមគូប្រកួតរបស់ខ្ញុំពេលនោះកាងធានសៀវក៏បានបញ្ចេញអំណាចធម្មពលខ្សែឈាមរបស់សត្វចម្លែកជាច្រើនតោះចូលពួកយើងប្រយុទ្ធគ្នាទៅដោយសម្លេងជួងក៏បានបន្លឺឡើងនៃការជួដំណឹងចំណែកអាញាកណ្ដាលមូហ្វឹងគាត់ក៏បានបង្ហាញខ្លួនដូចគ្នាការប្រកួតជុំទី2នេះត្រូវបានបញ្ចប់ហើយពួកនេះរាល់គ្នាអាចឈប់ឥឡូវនេះបានកាងធានសៀវក៏បាននិយាយថាពិតជាគួរឲ្យធុញទ្រាន់ណាស់មូហ្វឹងគាត់ក៏បានប្រាប់ថាអ្នកដែលខ្វះពិន្ទុត្រូវដកខ្លួនចេញពីការប្រកួតហើយការប្រកួតជុំបន្ទាប់ត្រូវបានធ្វើឡើងនៅក្នុងជន្លង់ភ្នំយីសៀនក្នុងរយៈពេល7ថ្ងៃទៀតដូច្នេះបច្ចុប្បន្នសូមអ្នករកគ្នារីករាយនៅក្នុងរាជវង្សកាងធានសៀវក៏បានប្រាប់ថាវូឈិនកុំទើស្លាប់អីនៅឲ្យបានបណ្ដុលវាផ្ដាច់ព្រាត់ឈិនធានក៏បានប្រាប់ថាខ្ញុំនឹងទទួលយកបញ្ហាប្រឈមមុខទាំងអស់នឹងឲ្យអ្នកទាំងអស់គ្នាភាពបន្តដែលមានបានសម្រេចដល់ភាគទី164គឺបានអាប់ឡូតចូលទៅក្នុងកូនក្រុម VIP របស់យើងរួចរាល់ហើយរងចាំតែអ្នកទាំងអស់គ្នាចំណាយថវិកាបន្តិចបន្តួចដើម្បីចូលទៅទស្សនាមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងអាចទស្សនារឿងដែលមានបានសម្រេចជាច្រើនទៀត link Telegram ផ្ទាល់របស់adminនៅក្រោម comment អាចឆាតមកសាកសួរព័ត៌មានបន្ថែមបានក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះ admin សូមជម្រាបលាបាយបាយ